បាទសូមជម្រាបសួរពុកម៉ែយាយតាបងប្អូនទាំងអស់គ្នាផងដែរបាទថ្ងៃនេះគឺថានាំអារម្មណ៍លោកអ្នកមកទស្សនាតេតងនឹងបាទវីដេអូចាប់ពស់បងប្អូនណាបាទចាប់ពស់ពស់នេះគឺថាដែលខ្ញុំបានធ្វើការងារនៅខេត្តកោះកុងបងប្អូនគឺថានៅជិតនឹងមាត់ផ្លូវតែម្ដងគឺនៅពេលដែលខាងក្រុមការងារគាត់កាយលូបាទកាយលូកាយបន្លាយនៅតាមផ្លូវអញ្ចឹងទៅបាទគាត់កាយដាក់លូថ្មីបាទក៏ប្រទះឃើញពស់បាទពស់ប្រភេទនេះបាទគឺថាប្អូនប្រុសម្នាក់គាត់មិនហ៊ានចាប់ពស់នឹងទេបាទគាត់បែរជាយកដំបងទៅឆ្កឹះពស់នឹងបាទចេញទៅឆ្ងាយបាទបំរុងថាឆ្កឹះយកមកដាក់លើស្មៅអញ្ចឹងណាបាទប៉ុន្តែដោយសារតែខ្ញុំមកដល់គឺថាឃើញពស់នឹងហាក់បីដូចជាអាណិតពស់នឹងបាទអាណិតពស់នឹងគឺចង់យកពស់នឹងទៅដាក់នៅបន្លាយឬក៏នៅព្រៃកន្លែងណាមួយអញ្ចឹងណាបាទអញ្ចឹងគឺអ៊ំប្រុសម្នាក់គាត់បានឆ្កឹះពស់នេះទៅដាក់នៅបន្លាយបងប្អូនបាទដាក់នៅបន្លាយនេះគឺថាបំរុងយកពស់នឹងនៅពេលដែលគេដុតចឹងទៅពស់នឹងអាចស្លាប់ចឹងណាបាទអញ្ចឹងទៅគឺខ្ញុំបាទឃើញពស់នឹងគឺអាណិតពេកបាទអញ្ចឹងគឺបាទខ្ញុំបាទសុំការ៉ុងបាទការ៉ុងពីអ៊ំម្នាក់ប្រុសហ្នឹងបាទសុំការ៉ុងគាត់មួយដើម្បីឆ្កឹះពស់នឹងយកទៅដាក់ប្រឡែងនៅប្រឡាយទឹកបាទនៅប្រឡាយទឹកធំនៅព្រៃធំនៅក្នុងខេត្តកោះកុងហ្នឹងបាទពស់នេះបើយើងមើលទៅគឺជាពស់បាទពស់គេហៅថាពស់ថ្លាន់បងប្អូនណាបាទពស់ថ្លាន់បាទពស់នេះដែរគឺមានបាទប្រវែងប្រហែលជាង1ម៉ែត្រហើយទម្ងន់វាបើសិនជាយើងស្មានទៅអាចខ្ទង់ប្រហែលជាបាទ2គីឡូជាងទៅ3គីឡូដែរបងប្អូនណាប្រហែលជា3គីឡូយើងអាចថា2គីឡូជាងជិត3គីឡូចុះបាទគឺធំដែរហើយតាមពិតទៅបងប្អូននេះបាទតាមពិតទៅគឺថាគេកាយលូកាយបន្លាយអញ្ចឹងទៅបាទអាម៉ៃខូងម៉ាស៊ីនម៉ៃខូងអាត្រាក់ហ្នឹងវាកាយទៅចំបាទចំទៅពស់ហ្នឹងក៏វារៀងអន់ខ្លះដែរបាទប៉ុន្តែដោយសារតែខ្ញុំបាទមិនហ៊ានជាចាប់ពស់ផ្ទាល់ទេបាទអត់ដែរចាប់ពស់ផ្ទាល់ទេបាទសូម្បីតែចាប់ពស់សម្រាប់កែបឬក៏ពស់បាទផ្សេងគឺមិនហ៊ានចាប់ទេបាទបាទអញ្ចឹងទៅគឺថាខ្ញុំបាទខ្ចីបាទខ្ចីបាទសុំការ៉ុងរបស់អ៊ំប្រុសហ្នឹងគឺបានធ្វើការចាប់ពស់ប៉ុន្តែដោយសារតែវីដេអូរបស់ខ្ញុំនេះគឺបាទខ្ញុំមានតែម្នាក់ឯងអញ្ចឹងទៅក៏អត់បានថតនៅវីដេអូកន្លែងដែលខ្ញុំចាប់ពស់ហ្នឹងណាបាទគឺថាខ្ញុំបានយកដំបងហ្នឹងគឺទៅឆ្កឹះពស់ហ្នឹងហើយដាក់ការ៉ុងហើយជិះម៉ូតូយកទៅប្រឡែងនៅបន្លាយធំមួយបាទស្រះទឹកធំមួយនៅក្នុងខេត្តកោះកុងហ្នឹងដែលស្រះទឹកហ្នឹងគឺបាទទំហំធំក៏ដូចជាមានព្រៃមានភ្នំច្រើនបាទអញ្ចឹងទៅក៏ពស់ថ្លាន់មួយក្បាលហ្នឹងគឺខ្ញុំបានយកពស់ហ្នឹងយកទៅប្រឡែងនៅព្រៃដែលមានអណ្ដូងទឹកហ្នឹងតែម្ដងបាទគឺថាបើសិនជាយើងទុកឲ្យវានៅបែបនេះវាអាចហានិភ័យបាទទីមួយគឺដោយសារតែតំបន់នេះគឺចិត្តនឹងសាលារៀនបាទចិត្តនៅសាលារៀនគឺនៅទល់មុខវត្តចាំយាមតែម្ដងបងប្អូនណាបាទសម្រាប់ដែលបងប្អូនដែលគាត់ស្គាល់គឺដឹងហើយទីតាំងហ្នឹងបាទនៅក្បែរវត្តនៅទល់មុខវត្តចាំយាមហើយនៅក៏មានសាលារៀនដែរអញ្ចឹងទៅខ្ញុំគិតថាបើសិនជាពស់នេះនៅទីនេះទីមួយគឺបាទវាអាចវាទៅកាន់ទីតាំងផ្សេងបាទទៅកាន់សាលារៀនធ្វើឲ្យសិស្សសាលាភ័យបាទឬក៏វាអាចនៅម្ដុំសម្រាមនេះគេអាចដុតសម្រាមនឹងអញ្ចឹងទៅក៏វាអាចបាត់បង់ជីវិតដែរអញ្ចឹងមានតែចាប់ពស់នឹងបាទដាក់ការ៉ុងយកទៅប្រឡែងនៅបន្លាយទឹកអណ្ដូងទឹកធំគេហៅថាស្រះទឹកអញ្ចឹងណាបាទហើយនៅក្នុងនោះគឺមានព្រៃមានទឹកបបូរគឺវាអត់អាចបាត់បង់ជីវិតទេបាទអញ្ចឹងទៅក៏មានការអាណិតសត្វនឹងបាទគឺចាប់សត្វពស់នឹងយកទៅប្រឡែងទីនោះតែម្ដងបាទហើយបងប្អូនកុំភ្លេចជួយចុចពាក្យថាជីវបាទ Subscribe Like និង Share នៅ Channel វីដេអូកំសាន្តពី Channel SB Report វីដេអូកំសាន្តក៏ដូចជាការចាប់សត្វផ្សេងបាទហើយដោយសារតែខ្ញុំបាទអាក់ខានក្នុងការផុសវីដេអូមួយរយៈធំនេះគឺដោយសារតែមមាញឹកនឹងការងារបាទឥឡូវនេះគឺថារៀងទំនេរពីការងារបន្តិចហើយខ្ញុំបាទនឹងឆ្លៀតថតវីដេអូចាប់សត្វតាមតំបន់ផ្សេងក៏ដូចជាបាទទិដ្ឋភាពផ្សេងផងដែរ